តកតងនឹងជំហររបស់កម្ពុជាគឺជាថ្មីទៀតហើយនេះគឺមិនដឹងជាលើកទីប្រមាណហើយទេបងប្អូនដែលគាត់ត្រូវសរសេរលិខិតទៅខាងភាគីថៃដើម្បីឲ្យរៀបចំចាត់ក្រុមមកវាស់វែងកិច្ចការព្រំដែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតែពិតបើយើងនិយាយឲ្យមែនតើគឺថៃខូចមែនតើយើងក៏អាណិតរដ្ឋាភិបាលកម្ពុជានៅក្នុងន័យមួយថាភាគីថៃលេងល្បិចច្រើនពេកដល់តែល្បិចច្រើនអញ្ចឹងទៅកម្ពុជាអត់មានអ្វីក្រៅតែពីសំទោសបងកម្ពុជាអត់មានអ្វីក្រៅតែពីកំដរលេងលបែងខូចរបស់ថៃទេបងប្អូនយើងដឹងហើយថាកម្ពុជាសប្តាហ៍ថ្ងៃនេះគឺកំពុងតែប្រឹងប្រែងអត់ធ្មត់ប្រឹងប្រែងគ្រប់តាមក្រមនីតិវិធីច្បាប់ទម្លាប់សពបែបយ៉ាងដើម្បីបង្ហាញប្រាប់ភាគីថៃនិងសហគមន៍អន្តរជាតិថាកម្ពុជាជាប្រទេសទុនខ្សោយមែនតែយើងគោរពច្បាប់គោរពទម្លាប់មិនធ្វើអីប្រទេសផ្ដាស់ដូចអ្វីដែលថៃធ្វើទេអញ្ចឹងកម្ពុជាសុកចិត្តខំមាត់សង្កត់ចិត្តគេជិះជាន់គេរំលោភគេធ្វើបាបយ៉ាងដូចម្ដេចគឺយើងបានតែត្រឹមថាអង្វរគេឲ្យចរចាហើយមិនតដៃគេហើយគ្រាន់តែអំពាវនាវស្នើសុំជូនដំណឹងបដិសេធជំទាស់អីអញ្ចឹងទៅបាទប៉ុន្តែរឿងប្តឹងថៃទៅតុលាការអន្តរជាតិហ្នឹងក៏អត់ដែរដោយសារតែស្អំប្រហែលជាក្នុងន័យមួយគឺចង់ស្អំចិត្តថៃថាមិនប្រើយន្តការច្បាប់អន្តរជាតិនេះទេទុកចរចាសិនព្រោះអីបើកផ្លូវចរចាឲ្យអស់លទ្ធភាពក៏ថាបានដែរនៅក្នុងនេះអញ្ចឹងហើយដល់ទៅពេលថៃឃើញចំណុចខ្សោយរបស់កម្ពុជាម្ដងហើយម្ដងទៀតដែលមិនធ្លាប់មានអញ្ចឹងសង្កត់កម្ពុជាយករហូតហើយកិច្ចវេះផ្ដេសផ្ដាស់គ្រប់រឿងហ្នឹងនិយាយពីរឿងថៃនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបាទរដ្ឋលេខាធិការកិច្ចការព្រំដែននេះគាត់បាននិយាយថាគាត់និយាយទៅគឺស្នើសុំប្រាប់ប្រទេសថៃថាល្មមដល់ពេលចាត់គណៈកម្មការចុះវាស់វែងកិច្ចការព្រំដែនហើយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះក៏បានបញ្ជាក់ថាកំណត់ទូតចុះថ្ងៃទី16ខែមិថុនាម្សិលមិញនេះក៏បានផ្ញើទៅប្រទេសថៃដែរដើម្បីដាស់តឿនថៃឲ្យប្រញាប់ប្រញាល់រៀបចំគណៈកម្មការចម្រុះកិច្ចការព្រំដែន JBC ដើម្បីមកវាស់វែងកិច្ចការព្រំដែនហ្នឹងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយសារតែការដែលវាស់វែងកិច្ចការព្រំដែននេះគឺវាមាននៅក្នុងកិច្ចសន្យាឬក៏កិច្ចព្រមព្រៀងគ្នានៅក្នុងសេចក្តីប្រកាសរួមស្ដីអំពីបទជុំបាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025បងប្អូនដឹងហើយនៅក្នុងសេចក្តីប្រកាសជុំបាញ់ដែលលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាចុះហត្ថលេខាជាមួយនឹងលោកណត្តភងណាពាណិជ្ជដែលតំណាងឲ្យរដ្ឋជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃនៅពេលនោះក៏បានព្រមព្រៀងគ្នាជាច្រើនចំណុចជាង10ចំណុចនៅក្នុងជាង10ចំណុចហ្នឹងគឺមានប្រការ2និងប្រការ3ដែលជាអាយុជីវិតនៃកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍ឬសេចក្តីប្រកាសរួមនេះប្រការទី2ក្នុងចំណោមចាំនិយាយប្រការ2ដែលជាចំណុចមួយក្នុងចំណុចទាំងប្រការទាំងអស់ហ្នឹងគឺមាននិយាយថាអ្នកណានឹងយ៉ាងនិយាយថាភាគីកម្ពុជានិងថៃព្រមព្រៀងគ្នាថាវាយមួយព្រឹកនេះបានប្រមាណអ្នកណាគ្រប់គ្រងកន្លែងណានៅកន្លែងហ្នឹងវាជារឿងអកុសលដែរដោយសារតែកម្ពុជាអត់វាយបានចូលដីថៃសូម្បីតែ1មីលីម៉ែត្រអញ្ចឹងថៃវាយចូលដីខ្មែរទាំងអស់គ្រប់កន្លែងសរុបទៅ62ទីតាំងហើយតាមអ្វីដែលជាការស្រាវជ្រាវរបស់លោកអ៊ុំសំអានដែលជាមន្ត្រីកិច្ចការព្រំដែនរដ្ឋាភិបាលក្រៅប្រទេសរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ដំបូង14កន្លែងក្រោយមក12វា26ក្រោយមក34ទៀតទៅវាមិនដឹងជាប្រមាណឲ្យប្រកាសតែប៉ុន្តែតួលេខរបស់រដ្ឋាភិបាលកម្ពុជាហ្នឹងគឺមានប្រមាណជា30 40ទីកន្លែងតែប៉ុណ្ណោះទីតាំងតែប៉ុណ្ណោះដែលត្រូវបានថៃគ្រប់គ្រងហើយលោកអ៊ុំសំអានរកឃើញដល់តែ62ទីតាំងរឿងណានៅហ្នឹងគឺរដ្ឋាភិបាលកម្ពុជាដោះដូរជាមួយនឹងការដែលអត់មានការបាញ់គ្នាទៀតដើម្បីកុំឲ្យទាហានស្លាប់ទៀតកុំឲ្យជនស៊ីវិលស្លាប់ទៀតកុំឲ្យមានជនភៀសសាក់កាន់តែច្រើនហើយនាំគ្នាដោះដូរឬសំទោសនាំគ្នាអនុញ្ញាតឲ្យជនភៀសសាក់វិលទៅលំនៅឋានរៀងៗខ្លួនថៃគេអាចទៅលំនៅឋានវិញបានរៀងខ្លួនអត់មានបញ្ហាអីទាំងអស់ព្រោះខ្មែរអត់បានទន្ទ្រានឈ្លានពានវាយចូលដីថៃសូម្បីតែ1មីលីម៉ែត្រផ្ទុយទៅវិញថៃវាយចូលដីខ្មែរច្រើនគីឡូដីហើយដល់អញ្ចឹងទៅវាធ្វើឲ្យភូមិឋានជាច្រើនដូចជាភូមិប្រៃច័ន្ទភូមិជោគជ័យបឹងតគួនអូស្មាច់និងតំបន់ដូចជានៅកន្លែងច្រកអានសេះអីហ្នឹងគឺនិយាយទៅគឺប្រជាពលរដ្ឋភាគច្រើននៅបឹងតគួននៅអីហ្នឹងគឺគាត់អាចវិលទៅលំនៅឋានវិញបានណាឥឡូវនេះអ្នកជនភៀសសាក់ថៃគេទៅផ្ទះអស់វិញហើយថៃគេរាប់ម៉ឺនរាប់សែនអ្នកដែរហ្នឹងពេលដែលជំនះហ្នឹងប្រហែលជា3សែនអ្នកដែរដែលជំនះភ្លាមៗតែគេទៅផ្ទះវិញអស់ដូចអត់មាននៅសល់មួយទេផ្ទុយទៅវិញកម្ពុជា6សែន40000អ្នកទៅផ្ទះវិញបានជាង6សែន10000អ្នកនៅសល់28000អ្នកទៀតអត់ទៅផ្ទះវិញបានទេហើយនៅក្នុងចំណោម2សែនសុទ្ធនៅក្នុងចំណោម28000អ្នកដែលទៅផ្ទះបានដោយសារអីមិនមែនដោយសារតែរឿងដែលថៃរៀបរៀងមិនឲ្យចូលទៅភូមិពួកគាត់វិញទេព្រោះនៅក្នុងកិច្ចព្រមព្រៀងឬកិច្ចប្រកាសរួមហ្នឹងអត់មានអ្នកណាហាមឃាត់អ្នកណាចូលទៅលំនៅឋានវិញទេតែសំខាន់គឺអាកន្លែងទីតាំងដែលប្រជាពលរដ្ឋខ្មែរទៅវិញអត់បាននោះគឺដោយសារតែទីតាំងហ្នឹងកម្ពុជាចុះហត្ថលេខាឲ្យថៃគ្រប់គ្រងចាំបងប្អូនត្រូវស្ដាប់ឲ្យច្បាស់ណាថៃអត់បានហាមឃាត់ប្រជាពលរដ្ឋខ្មែរមិនឲ្យវិលទៅលំនៅឋានវិញស្របតាមកិច្ចព្រមព្រៀងឬសេចក្តីថ្លែងការណ៍រួមថ្ងៃ27ខែធ្នូឆ្នាំ2025ទេក៏ប៉ុន្តែអាតំបន់ដែលថៃគ្រប់គ្រងបានហ្នឹងគឺកម្ពុជាឲ្យគេឈរជើងនៅណានៅហ្នឹងហើយអាចឈរជើងនៅណានៅហ្នឹងដោយទាំងអូស្មាច់ដោយទាំងបឹងតគួនដោយទាំងភូមិជោគជ័យភូមិប្រៃច័ន្ទហាភូមិទាំងអស់នេះជាភូមិខ្មែរមានប្រជាពលរដ្ឋរស់នៅប៉ុន្តែពួកគាត់ចាក់ចេញពីលំនៅឋានរត់រកទីទួលសុវត្ថិភាពពេលថៃផ្លោងគ្រាប់ដាក់ខ្លាំងពេកដើម្បីឲ្យបានសល់ជីវិតតែអាភូមិឋានរបស់គាត់ពេលតែប្រជាពលរដ្ឋចេញអស់ទាហានចេញអស់ពួកតបថៃគឺវាយយកទីតាំងទាំងអស់នោះឈរជើងបាននៅពេលដែលឈរជើងបានពេលដែលយើងចុះហត្ថលេខាទៅណានៅហ្នឹងគឺដោយទាំងអាភូមិឋានប្រជាពលរដ្ឋទាំងអូស្មាច់ទាំងបឹងតគួនទាំងអីទាំងអស់នេះដែលធ្វើឲ្យប្រជាពលរដ្ឋនៅសល់ច្រើនពាន់គ្រួសារនេះអត់អាចចូលទៅក្នុងភូមិឋាននឹងបានហើយមិនអាចនឹងបង្ខំថៃឬក៏ចោទថៃថារំលោភបំពានបទជុកបាញ់នឹងទៅទៀតព្រោះនៅក្នុងបទជុកបាញ់និយាយថាត្រូវសម្រួលឲ្យប្រជាពលរដ្ឋវិលទៅលំនៅឋានវិញដោយអត់មានការរារាំងទេប៉ុន្តែថៃអត់បានរារាំងប្រជាពលរដ្ឋអត់ឲ្យវិលទៅលំនៅឋានវិញដែលមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់ថៃវាយបានឲ្យខ្មែរព្រមឲ្យថៃគ្រប់គ្រងទេនិយាយទៅកន្លែងផ្សេងទៀតប្រជាពលរដ្ឋ6សែនអ្នកជាងហ្នឹងគឺទៅវិញបានធម្មតាគ្រាន់តែរត់គេទ្រាំប៉ុន្តែអាតំបន់ដែលយើងព្រមឲ្យគេនៅណានៅហ្នឹងគឺយើងអាចឲ្យប្រជាពលរដ្ឋយើងវិលទៅនៅភូមិឋានហ្នឹងបានទេដោយសារអីត្រូវរងចាំអញ្ចឹងហើយបានជាភូមិផ្ទះប្រជាពលរដ្ឋដែលសង់មកដបូល QQ ហ្នឹងបៃតងហ្នឹងគឺលោកហ៊ុនសែនដាក់ឈ្មោះថាភូមិរងចាំអីគេបងប្អូនគឺរងចាំឲ្យថៃប្រគល់អាតំបន់ដែលខ្មែរព្រមឲ្យថៃគ្រប់គ្រងហើយហ្នឹងយកមកឲ្យខ្មែរវិញអាការរងចាំនេះអាចរងចាំលោកស្អីហើយព្រោះអីថៃគ្រប់គ្រងតំបន់នេះមិនមែនគ្រប់គ្រងដោយសារតែយើងមិនព្រមឲ្យថៃគ្រប់គ្រងទេគឺយើងចុះហត្ថលេខាព្រមឲ្យគេគ្រប់គ្រងនៅណានៅហ្នឹងអញ្ចឹងហើយបានជាគេយកបន្លាលួចយកមកដាក់យកកុងតឺន័រមកដាក់ប្រជាពលរដ្ឋអាចទៅបានហើយថៃអត់មានជាទូទៅយើងដឹងថាថៃខុសតាំងពីដើមទីហើយឈ្លានពានតែអធិបតេយ្យកម្ពុជាទម្លាក់គ្រាប់ទម្លាក់អីរំលោភច្បាប់អន្តរជាតិគឺថៃខុសតាំងពីដើមទីនិយាយឲ្យត្រឹមត្រូវតាមតថភាពច្បាប់អន្តរជាតិ
ក៏ប៉ុន្តែថៃបានដងដាវមួយនៅពេលដែលកម្ពុជាមិនអាចវាយឈ្នះថៃហើយសុកចិត្តដោះដូរនឹងការស្ងប់បាញ់ច្បាប់ជប់បាញ់ព្រមព្រៀងថាអ្នកណានឹងណានឹងហ្នឹងអាហ្នឹងរឿងដែលធ្ងន់ជាងគេហ្នឹងគឺអាណានឹងណានឹងហ្នឹងដល់អ្នកណានឹងណានឹងហ្នឹងហើយដែលធ្វើឲ្យថៃអត់អាចឲ្យប្រជាពលរដ្ឋខ្មែរទៅចូលក្នុងតំបន់ភូមិឋានរបស់ខ្លួនវិញឡើយដោយសារតែថៃគេថាយើងព្រមឲ្យគេគ្រប់គ្រងដូច្នេះខ្លាចសុខភាពតបគេគឺគេនៅគ្រប់គ្រងដាច់ចឹងក៏ប៉ុន្តែនៅក្នុងប្រការ3នៅក្នុងសេចក្តីថ្លែងការណ៍រួមហ្នឹងមានចែងថាអ្នកណានឹងណានឹងហ្នឹងក៏ដោយប៉ុន្តែត្រូវឲ្យគណៈកម្មការខាងភាគីកម្ពុជានិងថៃគេហៅថាគណៈកម្មការវាស់វែងព្រំដែនសីមាធ្វើចម្រុះភាគីហ្នឹងគឺមានខ្មែរមានថៃហ្នឹងគេហៅកាត់ថា JBC ត្រូវរៀបចំចុះវាស់វែងទៅតាមលទ្ធភាពតថភាពនិងភាពជាក់ស្ដែងបានអ្នកណានឹងយកសូម្បីតែអបគុលឲ្យគេអ្នកណានឹងណានឹងហ្នឹងគឺបានន័យថាគាត់ឲ្យស្ងប់បាញ់សិនទេក៏ប៉ុន្តែដើម្បីឲ្យដឹងថាដីហ្នឹងវាត្រូវជាដីរបស់ថៃដីហ្នឹងជាដីរបស់ខ្មែរប្រការ3ចែងអញ្ចឹងឲ្យវាស់វែងទៅបានអ្នកណាយកហ្នឹងទៅអានេះតាមអ្វីដែលកម្ពុជាកំពុងតែជឿជាក់ថាបើចរចាឲ្យវាស់វែងអាចបានដីខ្មែរពីថៃមកវិញខ្លះបងប្អូនមិនមែនបានមកទាំងអស់ឲ្យព្រោះថៃអាចឲ្យមិនឲ្យសោះហ្មងឬក៏អាចបានខ្លះបើវាស់វែងទៅភូមិព្រៃច័ន្ទភូមិជោគជ័យនោះវាមានខ្សែមានបន្ទាត់មានអីក៏ប៉ុន្តែអាការបានខ្លះនេះបើសិនជាវាស់វែងដោយប្រើផែនទីខ្នាត1 លើ 200,000ដែលជាសន្ធិសញ្ញាបារាំងសៀមព្រោះអីអាខ្នាត 200,000 ហ្នឹងវាមានភាពចម្រូងចម្រាសដោយសារថៃគេថាចូលដីគេច្រើនណា 200,000 ហ្នឹងចឹងគេអត់ប្រើទេគេប្រើខ្នាត1 លើ 50,000 វិញព្រោះដើម្បីបើប្រើខ្នាត1 លើ 50,000 បានដីខ្មែរទាំងអស់ចូលដីថៃអ្វីដែលគេកំពុងវាយទន្ទ្រានយកប្រមាណកន្លែងហ្នឹងគឺបើតាមការអះអាងរបស់ថៃផែនទីខ្នាតថៃគូសខ្លួនឯង1 លើ 50,000 ហ្នឹងគឺចូលដីថៃទាំងអស់អញ្ចឹងហើយបានជាថៃទីមទីអះអាងថាដីទាំងអស់ហ្នឹងមែនតើទៅគឺជាដីថៃតាំងពីយូរហើយអត់បានឈ្លានពានដែនអធិបតេយ្យកម្ពុជានៅក្នុងន័យមួយថៃបកស្រាយថាបើប្រើផែនទីខ្នាត1 លើ 50,000 ដីទាំងអស់នោះគឺជាដីថៃតាំងពីយូរលង់មកហើយទេតាខ្មែរទេតែនៅលើដីថៃឥឡូវនេះគេវាយដណ្ដើមយកដីកម្មសិទ្ធិរបស់គេវិញអញ្ចឹងគេទៅប្រាប់អន្តរជាតិថាថៃអត់បានឈ្លានពានកម្ពុជាទេដោយសារតែប្រើផែនទីខ្នាតលើ 50,000ក៏ប៉ុន្តែការដែលថៃប្រើផែនទីខ្នាតលើ 50,000 នេះវាជាផែនទីឯកតោភាគីជាការប្រកាសដោយឯកតោភាគីប្រទេសថៃវាអត់មានច្បាប់ណាអនុញ្ញាតឲ្យប្រទេសមួយមកប្រកាសផែនទីថ្មីគូសដោយឯកតោភាគីហើយលុបចោលផែនទីនៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ដែលជាឧបសម្ព័ន្ធដែលគេយកមកដោះស្រាយក្នុងចំនួនព្រំដែនខ្មែរថៃតាំងពីរឿងប្រាសាទព្រះវិហារពីរលើកទៅហើយនោះទេដូច្នេះក្នុងន័យនេះថៃបើយកផែនទីខ្នាត1 លើ 50,000 មកវាស់ដើម្បីបានដីខ្មែរទាំងអស់ដែលថៃគ្រប់គ្រងថាដីគេពីយូរហើយនោះហើយឥឡូវគេវាយទៅដើមយកវិញនោះគឺថៃនឹងបរាជ័យ 100% ព្រោះគ្មានច្បាប់អន្តរជាតិឯណាទៅទទួលស្គាល់ផែនទីខ្នាត1 លើ 50,000 របស់ថៃទេផ្ទុយទៅវិញគឺផែនទីខ្នាត1 លើ 200,000 ដែលជាផែនទីឧបសម្ព័ន្ធនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាបារាំងសៀមនៅតែចូលជាធរមានជារៀងដរាបគ្មានការប្រែប្រួលទេក៏ប៉ុន្តែថៃដឹងខ្លួនឯងថាបើប្រើផែនទីខ្នាតលើ 1 200,000 របស់កម្ពុជាថៃនឹងចាញ់កម្ពុជាអញ្ចឹងហើយបានជាថៃប្រកាសលោកអនុទិនចាំរៈគុលថ្មីៗនេះថាអត់មានទេផែនទីខ្នាត1 លើ 200,000 មានតែផែនទីខ្នាត1 លើ 50,000 ដូច្នេះចំហថៃគឺថាបើវាស់វែងផែនទីបើវាស់វែងទៅក៏ដោយក៏ត្រូវប្រើផែនទីខ្នាត1 លើ 50,000 ដូច្នេះបើមានការវាស់វែង JBC នេះតាមស្អីសេចក្តីប្រកាសរួមនៃបទជប់បាញ់នេះក៏កម្ពុជាអត់បានដីមកវិញដែរបើវាស់តាមអ្វីដែលតាមការអះអាងរបស់ថៃដែលយកផែនទីខ្នាត1 លើ 50,000 តើធ្វើយ៉ាងម៉េចដើម្បីវាស់ឲ្យត្រូវចឹងដើម្បីវាស់ឲ្យត្រូវគឺកម្ពុជានិងថៃមិនអាចចរចាទ្វេភាគីបានទេខ្លីស្រួលស្ដាប់ប៉ុណ្ណឹងហេតុអីបានចឹងព្រោះពីរអ្នកកំពុងតែដណ្ដើមគ្នាដេកកណ្ដាលដូច្នេះវាអត់មានអ្នកណាដេកកណ្ដាលបានទេធ្លាក់ដីវាទាល់តែមានអាជ្ញាកណ្ដាលណាមួយឬក៏នៅកណ្ដាលណាមួយដើម្បីមកទៅឲ្យបាន3នាក់ដើម្បីឲ្យគូទាំងអស់ហ្នឹងមានអ្នកនៅកណ្ដាលបានបើ2នាក់ទេវាអត់មានអ្នកណានៅកណ្ដាលទេវាធ្លាក់ដីឲ្យប្រជាចុះប្រជាឡើងអញ្ចឹងមានន័យថាម៉េចមានន័យថាបើកម្ពុជាប្រើយន្តការចរចាទ្វេភាគីនេះមួយជីវិតកម្ពុជាក៏អត់បានដីពីថៃវិញដែរព្រោះថៃនឹងមិនប្រើផែនទីខ្នាត1 លើ 200,000 ហើយប្រើផែនទីខ្នាត1 លើ 50,000 អញ្ចឹងចំនួននេះនឹងអត់អាចត្រូវគ្នាទេនឹងឆ្លោះគ្នារហូតគ្មានទីបញ្ចប់ហើយអាចវាយគ្នាបានទៀតអញ្ចឹងមានអីទៅដំណោះស្រាយគឺប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិដើម្បីយកយន្តការអន្តរជាតិមកគ្រប់គ្រងលើចំនួនពីទ្វេភាគីដែលម្នាក់បកស្រាយថាផែនទីខ្នាត1 លើ 200,000 ម្នាក់បកស្រាយខ្នាតលើ 150,000 ហើយបើយើងចរចាអត់ត្រូវទេដូច្នេះដើម្បីឲ្យការចរចានឹងមិនអាចបានថៃដឹងថាបើចរចាក៏គ្មានព្រៀបលើខ្មែរដែរអញ្ចឹងថៃតិចវិញនៅក្នុងអាបទជប់បាញ់ហ្នឹងគឺគេមានពាក្យមួយឃ្លាប្រការ3ចែងថាត្រូវរៀបចំគណៈកម្មការ JBC ឲ្យឆាប់តាមតែអាចធ្វើទៅបានក៏ប៉ុន្តែថៃដឹងថាបើរៀបចំគណៈកម្មការ JBC នេះថៃនឹងចាញ់ខ្មែរដោយហេតុនេះឯងបានជាថៃដូចចាក់អន្ទង់ចឹងល្អិលគិតវេរហូតមុនបោះឆ្នោតថៃថាអត់ទាន់រៀបចំរដ្ឋាភិបាលអត់ទាន់បោះឆ្នោតអត់អាចរៀបចំគណៈកម្មការនេះបានទេព្រោះត្រូវការពេលវេលាត្រូវការអីអត់ទាន់ជានេះអត់ទាន់មូលមាត់គ្នាក្នុងចំណោមសង្គមថៃអ្នកនយោបាយថៃតែការបោះឆ្នោតគឺខែកុម្ភៈឆ្នាំ2026កន្លងផុតទៅនេះប៉ុន្តែក្រសួងឬក៏រដ្ឋាភិបាលកម្ពុជារដ្ឋលេខាធិការកិច្ចការព្រំដែនហ្នឹងសរសេរលិខិតដដែលនឹងពីម្ដងហើយសូម្បីតែអាមុនហ្នឹងចុងឆ្នាំ2020ដើមឆ្នាំ2026និយាយទៅចាប់ពីខែធ្នូមកនិយាយដើមឆ្នាំគឺខាងគណៈកម្មការនេះចាប់ផ្ដើមសរសេរលិខិតទៅថៃពីម្ដងថៃគេប្រាប់ថាគេអត់ទាន់ត្រៀមខ្លួនរួចទេអញ្ចឹងយើងនៅតែសរសេរទៅទៀតខាងកាលបានរួចថៃថាអត់ទាន់បោះឆ្នោតទេដល់តែពេលហើយយើងសរសេរទៅពីម្ដងសូម្បីតែគេប្រាប់ថាអត់ទាន់ទេហ្នឹងគឺយើងត្រូវតែប្រាប់គេរំលឹកឲ្យលឿនឆាប់ៗអីចឹងទៅដើម្បីឲ្យប្រាប់ប្រជាពលរដ្ឋកម្ពុជាឲ្យដឹងថាកម្ពុជានៅអត់ស្ងៀមដែរចង់ទាដីនឹងមកវិញឲ្យឆាប់តាមតែអាចធ្វើទៅបានស្អំចិត្តប្រជាពលរដ្ឋក៏ប៉ុន្តែវាជាការសាំមួយដែរដោយសារអីគេប្រាប់ឲ្យថាតើគេមានរដ្ឋាភិបាលថ្មីហើយរដ្ឋាភិបាលថ្មីអត់ទាន់មានទេយើងនៅទីរាល់ថ្ងៃចឹងដល់តែពេលរដ្ឋាភិបាលថ្មីមកគេថាចាំរៀបចំគណៈរដ្ឋមន្ត្រីចាំរៀបចំក្បាលម៉ាស៊ីនអីចឹងទៅសរសេរទៅទៀតដល់តែពេលសរសេរទៅទៀតក្រោយរៀបចំរដ្ឋាភិបាលមាននាយករដ្ឋមន្ត្រីមានអីហើយរដ្ឋាភិបាលថៃប្រាប់ថាគេត្រូវការពេលទៀតដើម្បីដោះដូរគណៈកម្មការកិច្ចការព្រំដែននេះព្រោះដោយសារតែពីមុនមកសមាជិកចាស់គេត្រូវរុះរើទាំងអស់ហើយយកលោកសីហស័កភួងគេកែវអីហ្នឹងមកចូលរួមកិច្ចការគណៈកម្មការ JBC អីហ្នឹងដើម្បីដឹកនាំអីចឹងទៅអាហ្នឹងថាតាំងពីខែ3ឯណាមកខែមីនាណាឥឡូវនេះស្អាតតែថ្មីនេះនៅពេលដែលកម្ពុជាចាប់ផ្ដើមយកយន្តការផ្សះផ្សាដោយបង្ខំរឿង UNCLOS រឿងអានីតិសមុទ្រនោះថៃកិច្ចកុកបាត់លោកអនុទិនច័ន្ទរៈគុលប្រាប់ថាដោយសារតែកម្ពុជាជ្រើសរើសវិធីឡើងទៅអង្គការសហប្រជាជាតិឬក៏វិធីដែលផុតពីការចរចាទ្វេភាគីទៅហើយអាការចរចាទ្វេភាគីនៅព្រំដែននេះរឿងគោកវាស់វែងនេះក៏អត់ដែរអញ្ចឹងលោកអនុទិនច័ន្ទរៈគុលប្រកាសឲ្យថាអត់ដែរហើយនៅក្នុងពេលជាមួយគ្នាហ្នឹងគណៈកម្មការរដ្ឋសភារបស់ថៃបានព្រមព្រៀងគ្នារួចទៅហើយថានឹងលុប MOU ឆ្នាំ2000នេះអា MOU ដែលសម្រាប់វាស់ព្រំដែនគោកនេះទៅទៀតអញ្ចឹងបើលុបអាហ្នឹងគឺគណៈកម្មការ JBC ក៏បាត់អាផែនទីខ្នាត1 លើ 200,000 ហ្នឹងក៏វារលុបទៅតាមនឹងដែរទុកឲ្យកម្ពុជានៅកណ្ដាលវាលហេលហាលអញ្ចឹងទៅប៉ុន្តែកម្ពុជាមិនមែនអត់ជំរឿទេបងប្អូន
កម្ពុជានៅតែមានវាអត់លេងអញ្ចឹងគាត់តែយើងធៀបវាចោលឬយកពី3មកលេងតាគឺយន្តការតុលាការយុតិធម៌អន្តរជាតិនិងតុលាការព្រំដែនអន្តរជាតិមកដល់ម៉ោងនេះកម្ពុជានៅតែមិនទៅជ្រើសជម្រើសហ្នឹងប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងលេងល្បែងថៃមួយគឺថៃដឹងខ្លួនថាកម្ពុជានឹងរករឿងថៃចាក់ជាមិនខានតាក់ទងព្រំដែនសមុទ្របើសិនជាថៃលុប MOU 2001ចោលព្រោះរឿងដែនសមុទ្រនេះគឺវាជាប់ MOU 25ឆ្នាំហើយតែអត់បានផលអីទេអញ្ចឹងថៃយកលេសថាអត់បានផលលុប MOU 2001នឹងចោលតែម្ដងទៅរឿងដោះស្រាយព្រំដែនសមុទ្រដែលអត់ទាន់មានរឿងគ្នាអីនឹងគ្នាសោះរឿងព្រំដែនគោកថៃយកអស់60កន្លែងជាងទៅនាំគ្នាដុតភ្លើងនៅព្រំដែនសមុទ្រដោយដឹងថាកម្ពុជាច្បាស់ណាស់នៅពេលដែលថៃលុប MOU 2001គឺកម្ពុជានឹងយកយន្តការផ្សះផ្សាដោយបង្ខំដែលផុតពីដៃនៃការចរចាទ្វេភាគីអញ្ចឹងថៃលេងល្បែងដ៏គ្រោះថ្នាក់មួយឲ្យកម្ពុជាលេងដែរតែកម្ពុជាអត់មានជំរឿសអីទេគឺត្រូវចូលលេងល្បែងហ្នឹងហើយគឺត្រូវតែប្តឹងទៅយន្តការផ្សះផ្សាដោយបង្ខំដែលផុតពីយន្តការទ្វេភាគីថៃបានលេសភ្លាមនៅពេលដែលកម្ពុជាប្តឹងភ្លាមឲ្យមានយន្តការផ្សះផ្សាដោយបង្ខំជូនដំណឹងទៅថៃជូនដំណឹងទៅអង្គការសហប្រជាជាតិថៃថាបើកម្ពុជាជ្រុលឡើងទៅដល់ថ្នាក់ទៅរកអ្នកទី3ហើយអា2អ្នកហ្នឹងបាច់ជជែកទេអញ្ចឹងព្រំដែនគោកក៏អត់បាច់ជជែកដែរគឺសាររបស់ថៃចូលល្បែងថៃពង្រៀងយើងឲ្យទៅលេងល្បែងនៅក្នុងដែនសមុទ្រដើម្បីឲ្យមានលេសកុំបាច់រៀបចំគណៈកម្មការ JBC វាស់វែងព្រំដែនគោកអីទេនេះគឺជាល្បិចរបស់ថៃដ៏ថោកទាបនិយាយឲ្យស្មោះត្រង់ខ្ញុំថាមិនចង់ប្រើពាក្យអសរោះទេព្រោះអីតែពេលខ្លះល្បិចនេះគឺស្មោកគ្រោកឲ្យថោកទាបណាស់ព្រោះអី MOU 2001នេះគឺវាមាន25 26ឆ្នាំហើយវាអត់មានតមានរឿងអីឆ្លោះគ្នារហូតដល់បាញ់គ្នាផ្នែកដែនសមុទ្រនឹងផ្លោងគ្រាប់ដាក់គ្នាពីនាវាថៃចម្បាំងថៃមកនាវាចម្បាំងខ្មែរណាអត់ទាន់មានទេប៉ុន្តែថៃបង្កើតរឿងឲ្យមានដើម្បីទាញកម្ពុជាឲ្យទៅលេងល្បែងហ្នឹងហើយកម្ពុជាអត់មានជំរឿសឲ្យដូចខ្ញុំនិយាយចឹងយើងតាមថៃទៅត្រកដូចមេមន់ហើយនឹងកូនមន់ចឹងគឺថាមេទៅណាកូនហ្នឹងទៅតាមហ្នឹងវិលដូចមេទាកូនទាចឹងគឺទៅប្រដំប្រសងតាមគេចឹងទៅចូលសងគេទេប៉ុន្តែអត់ជំរឿសវាអាសូររឿងកម្ពុជាអត់ជំរឿសហើយអ្វីដែលកម្ពុជាអត់ជំរឿសនេះគឺដោយសារតែយើងជ្រើសរើសវិធីអត់ជំរឿសដែរអត់ជំរឿសត្រង់ថាម៉េចឥឡូវគេបិទអាផ្លូវចរចាផ្លូវគោកអាព្រំដែនគោកដោយសារតែគេយល់លេសថាយើងទៅនាំគ្នាប្រមូលឡើងដល់ផ្លូវអន្តរជាតិឡើងទៅអារឿងដែលយើងលេងល្បែងថៃហើយយើងអត់មានជំរឿសយើងកវត្តជំរឿសចោលហ្នឹងគឺយើងហេតុអីបានជាទៅឲ្យថៃកាច់យើងបានតាក់ទងរឿងព្រំដែនគោកបើយើងមានយន្តការតុលាការអន្តរជាតិតែយើងមិនប្រើឥឡូវទៅដល់នេះឥឡូវដល់ពេលដែលយើងត្រូវសរសេរលិខិតទៅគេលើកទីប្រមាណខ្ញុំមិនដឹងថ្ងៃហ្នឹងថ្ងៃ16ហ្នឹងទៅសរសេរទៅឲ្យគេមកវាស់វែងតទៅទៀតសូម្បីតែគេប្រាប់ឲ្យថាអត់មានវាស់វែងអីទេគេបិទផ្លូវចរចាឲ្យអារឿងផ្លូវគោកហ្នឹងព្រោះយើងបានតវ៉ាផ្លូវទឹកឡើងទៅដល់ថ្នាក់ទីមនុស្សទី3មានយន្តការផ្សះផ្សាដោយបង្ខំគេថាអញ្ចឹងអាផ្លូវគោកហ្នឹងក៏ធ្វើអញ្ចឹងអ្នកគេចាប់ដើមដូចជាប្រាប់បើកគេហៅថាឲ្យតម្រុយមកខ្មែរតើទៅប្តឹងទៅតុលាការអន្តរជាតិទៅពួកឯងប្តឹងរឿងសមុទ្រហ្នឹងហើយចុះហេតុអីគឺយើងមិនប្តឹងទៅឥឡូវនឹងទុកទៅអីនៅអំបថៃដល់ណាទៀតព្រោះបើយើងប្តឹងហើយខ្ញុំនិយាយឲ្យស្មោះត្រង់មិនចំពោះថាកម្ពុជាប្តឹងថ្ងៃនេះប្តឹងថ្ងៃស្អែកប្តឹងឆ្នាំក្រោយប្តឹង10ឆ្នាំក្រោយប្តឹង100ឆ្នាំក្រោយបណ្ដឹងទៅតុលាការយុតិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិនេះរដ្ឋាភិបាលណាក៏ដោយក៏ត្រូវតែប្តឹងដែរវាអត់មានជំរឿសអីតតែសោះតាក់ទងព្រំដែនខ្មែរថៃព្រោះរឿងចំនួនព្រំដែនរឿងវិវាទផ្ទៃក្នុងរវាងថៃនិងខ្មែរដែលដោះស្រាយគ្នាអត់បានវាអត់មែនជាយន្តការទ្វេភាគីអីកើតទេព្រោះពីរអ្នកហ្នឹងដូចប្តីប្រពន្ធកាប់គ្នាបែកក្បាលបែកក្បូរវាអត់អាចនិយាយស្ដាប់គ្នាកើតទេតែមក4 10គ្នាទៀតហើយដូច្នេះយន្តការទៅតុលាការអន្តរជាតិនេះគឺជាយន្តការតែមួយគត់ដែលត្រូវតែធ្វើមិនចំពោះថាពេលនេះពេលណាទេប៉ុន្តែបើកាន់តែយូរគឺកាន់តែខកពេលដោយសារអីថៃគេដឹងថាបើយូរគឺគេកែប្រែអាទីតាំងដែលគេយកបានហ្នឹងទៅខ្លាយជាទីតាំងស្របច្បាប់របស់គេទាំងវប្បធម៌ប្រវត្តិសាស្ត្រទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជាធ្វើផ្លូវស្ពានធ្វើចាក់បេតុងចាក់អីធ្វើពិធីសែនព្រេនសាសនាដាក់ព្រះពុទ្ធបដិមាជាង36អង្គលាក់នឹងលាក់ចុះបញ្ជីបេតិកភណ្ឌជាតិថៃធ្វើឲ្យយោធាថៃនឹងអាចធ្វើតិចទៅសម្ពយុទ្ធយោធានៅក្នុងតំបន់ដែលគ្រប់គ្រងនឹងបានទៀតដើម្បីអីផ្ដល់ភាពស្របច្បាប់ទៅទីតាំងដែលគេគ្រប់គ្រងហើយយើងនៅតែតវ៉ាបដិសេធមិនទទួលស្គាល់តវ៉ាបដិសេធមិនទទួលស្គាល់យើងស្រែកតែខ្យល់ស្លាប់ទៀតក៏វាអត់បានផលដែរព្រោះអីថៃគេដឹងថាបើយើងអត់ប្រឹងថៃទៅតុលាការអន្តរជាតិគឺអាទាំងអស់នេះ5ឆ្នាំ10ឆ្នាំទៀតទៅជាភូមិថៃដាំស្វាយដាំចេកដាំល្ហុងជាភូមិឋានជាអីធម្មតាយើងនៅតែស្រែកចឹងរហូតទៅកោកសឹកមកទៅដល់តែពុះក្បីទៅនេះឯងហើយដែលយើងចេះតែឆ្ងល់ថាហេតុអីបានជារដ្ឋាភិបាលកម្ពុជាមានដងដាវមានព្រៀបលើថៃយើងអត់មានកម្លាំងយោធាវាយថៃឈ្នះទេអត់មាននរណានាំឲ្យធ្វើសង្គ្រាមអីទាំងអស់គឺយើងសំតែម្យ៉ាងគាត់គឺប្រឹងទៅថៃតែយើងអត់យើងនៅតែវិលមកជួយយន្តការចរចាឥឡូវគេបិទផ្លូវចរចាហើយឥឡូវគេប្រាប់ថាចរចាអីទៀតថៃគេប្រាប់ចរចាអីទៀតបើយើងទៅជ្រើសរើសវិធីសមុទ្រហ្នឹងយើងទៅហើយវិធីសមុទ្រហ្នឹងគឺថៃទៅជាអ្នកដែលទាញយើងឲ្យចូលសងគេណាបងប្អូនមិនមែនយើងចាប់ដើមមុនទេដូច្នេះអត់បន្ទោសកម្ពុជាទេកម្ពុជាអត់មានកំហុសទេតាក់ទងនឹងរឿងនីតិសមុទ្រព្រោះថៃជាអ្នកលុប MOU 2001អញ្ចឹងថៃជាអ្នកកោះប៉ុន្តែថៃជាអ្នកកោះតែថៃប្រើល្បិចហ្នឹងដើម្បីទាញខ្មែរឲ្យទៅប្រើយន្តការហ្នឹងដើម្បីឲ្យថៃមានលេសមិនចាំបាច់បង្កើតគណៈកម្មការ JBC ចរចាទ្វេភាគីវាស់វែងព្រំដែនដីគោកអានេះជាល្បិចរបស់ថៃដើម្បីទិញពេលវេលាហេតុអីបានថៃត្រូវអូសពេលព្រោះថៃដឹងថាកម្ពុជាអត់ហ៊ានប្រឹងថៃទៅតុលាការអន្តរជាតិទេព្រោះអាការដែលអត់ហ៊ានប្រឹងហ្នឹងគឺខ្មែរបានទៅចលោតាំងពីថ្ងៃទី15ខែមិថុនាឆ្នាំ2025ថាជូនដំណឹងនឹងប្រឹងរឿង4កន្លែងរឿងភ្នំប្រាប់រឿងសាតាកបៃសាតមន្តទុកសាតមន្តធំមួយឆ្នាំអត់ទាន់មានបណ្ដឹងនៅថៃផងនៅតុលាការនេះអញ្ចឹងថៃអត់ទាន់បានទទួលបណ្ដឹងអត់ទាន់បានអីទាំងអស់គេចាត់ទុកថាយើងក៏អត់ហ៊ានប្រឹងគេដែរដោយសារអីអ្នកច្បាប់ខ្មែរបញ្ញវន្តខ្មែរមួយចំនួនបកស្រាយថាអូកម្ពុជាប្រឹងថៃក៏មិនបានដែរដោយសារតែយើងអត់មានច្បាប់ណាប្រឹងថៃគេអត់ព្រមគឺគាំងយើងបកស្រាយឲ្យជំនៀតដូចគូនជុលអញ្ចឹងថៃទៅយកលេសគ្រប់គ្នាដើម្បីឲ្យត្រូវសងរដ្ឋាភិបាលថាការដែលមិនប្រឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិគឺមកពីហេតុផលថាថៃអត់ទទួលស្គាល់យុត្តិធម៌ណែនោះវិញបាទឥឡូវយើងទៅអោបជើងគេអញ្ចឹងទៀតហើយថៃចាំមើលបងប្អូនពេលវេលាទិញកម្ពុជាបានតែប៉ុណ្្នឹងទេស្អំចិត្តប្រជាពលរដ្ឋថាចុះគេធ្វើប៉ុណ្្នឹងដែរឲ្យគេធ្វើអីទៀតបើថៃខូចអញ្ចឹងណាគេខំប្រឹងអំពាវនាវឲ្យមកវាស់វែងមកដើម្បីបានដីមកវិញឲ្យប្រជាពលរដ្ឋនៅភូមិរងចាំហ្នឹងកុំឲ្យដេកចាំគឺរងចាំបានដីមកវិញខ្លះហើយចឹងកម្ពុជាចេះតែថាបើវាស់ទៅអាចបានខ្លះស្អំចិត្តប្រជាពលរដ្ឋព្រោះជិតដល់បោះឆ្នាំ2027 2028ហើយអត់បានអីមកដុំសោះឬតែថៃដឹងថាថៃនឹងសម្លាប់នយោបាយគណៈបកប្រជាជនកម្ពុជាឲ្យអានយោបាយកម្ពុជាដែលប្រាប់ប្រជាពលរដ្ឋឲ្យរងចាំប្រាប់ថាបានដីវិញហ្នឹងគឺផ្ដាច់ខ្យល់អុកស៊ីហ្សែនឲ្យខ្មែរអស់សង្ឃឹមថៃខូចតាគាត់ថៃលេងនយោបាយមួយគឺធ្វើឲ្យលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតតច្រកមួយគឺតាមបរថៃរហូតហើយថៃទិញពេលវេលាព្រោះអីបើសិនជាប្រើយន្តការផ្សះផ្សាដោយបង្ខំតាមអាអ៊ុនក្លូសហ្នឹងក៏2ឆ្នាំដែរវាអាចផុតរហូតដល់ផុតបោះឆ្នាំ2027ផុត2028ហើយអាគណៈកម្មការព្រំដែនហ្នឹងក៏អត់បានវាស់ទៀតចឹងពី2 3ឆ្នាំយូរទម្រាំតែហ្នឹងវាផុតអាការបោះឆ្នាំប្រជាពលរដ្ឋហ្នឹងនៅច្បុកច្បល់ខ្មែរអត់អាចសុំដីថៃមកវិញបានតែម្ដុំសោះអញ្ចឹងវាខ្មែរឆ្លោះគ្នាបកប្រឆាំងក៏ឆ្លោះជាមួយរដ្ឋាភិបាលគណៈបកកណ្ដាលអំណាចនឹងឆ្លោះអញ្ចឹងគឺថៃគេមានយុទ្ធសាស្ត្រមួយឲ្យយើងឆ្លោះគ្នា
ព្រោះអីហើយយើងក៏ព្រមឲ្យឆ្លោះគ្នាអញ្ចឹងទៅព្រោះអីតិចទៀតទៅជេរក្រុមប្រឆាំងទៀតហើយព្រោះក្រុមប្រឆាំងគេឃើញថាហេតុអីយើងមិនដឹងយើងមិនអីយើងឆ្លោះគ្នាអត់មូលមាត់គ្នាថៃអង្គុយមើលអេះពោះហើយដីហ្នឹងចេះតែសង់អញ្ចឹងទៀតទៅអាគណៈកម្មការ JBC ក៏អត់វាស់វែងអាស្អីក៏អត់អីអញ្ចឹងនៅមកយកអញ្ចឹងទៀតទៅ5ឆ្នាំ10ឆ្នាំទៀតទៅយើងនៅតែរងចាំលោកស្អីអញ្ចឹងទៅនៅពេលដែលមានច្បាប់អន្តរជាតិយកមកប្រើយើងអត់ប្រើយើងលេងល្បែងថៃហើយឥឡូវនេះយើងគិតថាមិនទៅប្រាប់អន្តរជាតិថាការទូតរបស់យើងហ្នឹងគឺរឿងងាប់ព្រោះយើងអត់ធ្មត់យើងផ្សះផ្សាយើងប្រកាន់ចំហមិនឆ្លោះគ្នាវាយប្រដាប់អាវុធអ្នកណាឲ្យកម្ពុជាវាយថៃកម្លាំងប្រដាប់អាវុធខ្ញុំពុំតែឆ្ងល់អ្នកណាអត់មានអ្នកណានិយាយថាទៅវាយទៅលើកទ័ពយើងទាំងអស់ទៅយកដីមកវិញអត់ដែលសោះហើយបើថាមែនហ្នឹងអស់លោកទៅប្រក្រាបគេចាប់គេដាក់គុកអស់បាត់ទៅហើយគេលើកទឹកចិត្តថាបានហើយដឹងគេទៅតុលាការអន្តរជាតិតែយើងអត់យើងសុកចិត្តទៅអោបជើងគេលើកតុងសហើយទៅមករឿងអ្នកប្រឆាំងថាខ្ញុំឲ្យមានសង្គ្រាមប្តឹងទៅតុលាការអន្តរជាតិខ្ញុំឲ្យមានសង្គ្រាមអត់យល់ប្តឹងឲ្យមានកតឡាការគេមកកាត់កដាលអាញាកដាលកុំឲ្យបាយគ្នាចុះបើសិនជាយើងគិតថាប្តឹងនឹងមានសង្គ្រាមហេតុអីបានជាយើងទៅរកអយន្តការផ្សះផ្សាដោយបង្ខំតែមានយើងរើសមន្ត្រីបរទេស2នាក់ឥឡូវថ្ងៃហ្នឹងគេរើសបានមន្ត្រីបរទេសគេ2នាក់ខ្ញុំនិយាយពីរឿងហ្នឹងតិចថ្ងៃនេះគេរើសសុទ្ធតែមេអតីតប្រធានតុលាការកំពូលផ្នែកខាងនីតិសមុទ្រនៅថៃក៏គេលេងតាមយើងដែរចង់និយាយថាគេកំដរយើងមិនឲ្យចាញ់ដូចថាចាញ់ព្រៀបយើងដំបូងគេជឿថាបើលោក MOU 2021ហ្នឹងសាកមើលតើខ្មែរហ៊ានប្តឹងអត់ព្រោះតែប្តឹងនឹងបិទផ្លូវអាចរចាផ្លូវគោកព្រោះអាផ្លូវនេះតែប្តឹងបានន័យថាយើងឡើងចរចាគ្នាទ្វេភាគីយើងទុកឲ្យអ្នកទី3ចរចាជំនួសអញ្ចឹងបានន័យថាផ្លូវគោកអញ្ចឹងថៃឥឡូវនេះរដ្ឋាភិបាលថៃចំហរបស់គេច្បាស់មួយគឺគេអត់ចរចាព្រំដែនគោកទេដោយសារគេផ្ដោតទៅលើព្រំដែនសមុទ្រមុនឃើញនៅរឿងព្រំដែនគោកយកដីខ្មែរអស់មកកណ្ដោគេថាអត់អីអាហ្នឹងចប់ហើយរឿងហ្នឹងមានបទជប់បាញ់និយាយពីរឿងព្រំដែនសមុទ្រដែលអត់ត្រូវគ្នា25ឆ្នាំវិញឥឡូវទាញរឿងហ្នឹងទៅសមុទ្រទៅខ្ញុំថារាប់ឆ្នាំទៀតចាំមើលទៅហើយទៅអត់បានដំណោះស្រាយអីទេយើងនៅតែជជែកគ្នានៅតែអញ្ចឹងទៅបាទឥឡូវនេះគឺបើតាមមើលគឺមន្ត្រីប្រធានតុលាការកំពូលជនជាតិបរទេស2នាក់របស់ថៃខ្ញុំមិនចាំបាច់ទៅរៀបរាប់វែងឆ្ងាយទេព្រោះអីវាដូចជាគ្មានរឿងអីដែលគួរឲ្យយើងមកជជែកឲ្យខាតពេលផងបងប្អូនព្រោះអីខ្មែរតែងតាំងមន្ត្រីបរទេស2នាក់ជាជំនាញអ្នកច្បាប់នេះថាឥឡូវថៃគេថៃគេដាក់2នាក់ពួកអយន្តការផ្សះផ្សាដោយបង្ខំរឿងនីតិសមុទ្រហ្នឹងគឺអញ្ចឹងឯងខ្មែរឬ2ថៃឬ2អត់មានខ្មែរទេខ្មែរឬ2គឺយកបរទេសទាំងអស់ថៃឬ2ក៏បរទេសទាំងអស់ដែរអត់មានជនជាតិថៃទេហើយយកមកជជែកគ្នាទៅជជែកគ្នារឿងអីគេគឺរឿងថៃនិងខ្មែរយកបរទេសយកមកជជែករឿងថៃនិងខ្មែរហើយចឹងពីរអ្នកហ្នឹងជជែកគ្នាមិនបើយើងអត់ត្រូវគ្នាខ្មែរក៏អត់ចាត់មនុស្សខ្មែរទៅធ្វើជាអ្នកសម្របសម្រួលថៃក៏គេចាត់បរទេសចឹងមកចឹងជជែកគ្នាទៅបរទេសនិយាយរឿងខ្មែរនិងថៃចឹងយកឲ្យអ្នកទី3មកជជែកហើយដល់ពេលជជែកទៅអយន្តការនេះ2ឆ្នាំក្រោយមកគេនឹងប្រាប់ថាអូឥឡូវចេះទៅផ្សះផ្សាគ្នាវិញទៅប្រើ MOU 2001វិញទៅឬក៏មាន MOU អីថ្មីទៅជជែកទ្វេភាគីទៅ5ឆ្នាំទៀតឆ្លោះគ្នាទៀតអត់មានយន្តការណាទៅដល់ថ្នាក់ចាប់បង្ខំអត់មានទេគឺយន្តការហ្នឹងគឺវិលទៅរកការចរចាទ្វេភាគីចឹងទិញពេលវេលាថៃក៏ទិញពេលវេលាដើម្បីអភិវឌ្ឍអាតំបន់ដែលយកបានហ្នឹងឲ្យទៅជាផ្លែកមើលឡើងស្គាល់ទៅកម្ពុជាក៏ទិញពេលវេលាលេងល្បែងថៃហ្នឹងដើម្បីស្អំចិត្តខ្មែរថាយើងកំពុងប្រឹងប្រែងដែរតែប៉ុណ្្នឹងឯងប៉ុន្តែតុលាការអន្តរជាតិ ICJ និង ICC ហ្នឹងនឹងអង្គុយស្ងួតនៅហ្នឹងអង្គុយចាំមើលផ្លូវ